ទោះបីជាយ៉ាងណាក៏ដោយបាទរដ្ឋាភិបាលនៃប្រទេសកម្ពុជាប្រកាន់គោលជំហររឹងពឹងគឺបាទទំនាក់ទំនងការទូតបាទដោះស្រាយបញ្ហាចំនួនព្រំដែនទំនាក់ទំនងការទូតហើយនឹងគឺតាមផ្លូវច្បាប់បាទនៅចំពោះប្រទេសថៃនឹងគិតយ៉ាងម៉េចអានឹងយើងរងចាំមើលតទៅទៀតយើងឃើញថាលោកគ្រូពេទ្យតុងដែលជាអ្នកផលិតមាតិកាសុខភាពដ៏ល្បីល្បាញមួយរូបដែរបាទឥឡូវនេះគឺឃើញថាខាងគណៈកម្មការពេទ្យគឺអនុញ្ញាតឲ្យគាត់បាទផលិតមាតិកាតទៅទៀតបាទសហភាពអាមេរិកបាទសហភាពអាមេរិកគឺបានអនុម័តឲ្យបាទលើសបាទ4សម្លេង4បាទបេក្ខជនដែលបោះឆ្នោតនៅក្នុងសភានេះគឺមិនអោយសហរដ្ឋអាមេរិកឬក៏មិនអោយលោកដូណាល់ត្រាំនោះបន្តសង្គ្រាមនៅមជ្ឈមបូព៌ាតទៅទៀតទេបាទអញ្ចឹងយើងរងចាំមើលថាតើអ៊ីស្រាអែលនឹងទៅជាយ៉ាងណាបាទមេដឹកនាំថៃនៅតែក្រឡិចក្រឡុកបាទក៏និយាយទៅគឺនៅតែបត់បែនគ្រប់បែបយ៉ាងបាទគឺបន្ទោសលើបាទភាគីរបស់ប្រទេសកម្ពុជាយើងថាគឺមិនចង់ធ្វើការចរចាដោយទ្វេភាគីបាទសូមបងប្អូនទាំងអស់គ្នាបាទជួយ like ជួយ share ផងបាទនៅមាតិកាដែលខ្ញុំបានចែករំលែកឲ្យខ្ញុំនិយាយម្ដងហើយម្ដងទៀតថាខ្ញុំមិនមែនជាអ្នកចែករំលែកល្បីល្បាញអីទេហើយខ្ញុំមិនមែនជាអ្នកនយោបាយឬក៏ជាអ្នកកាសែតបាទអាជីពឬក៏ជាអ្នកយកសារព័ត៌មានឬក៏ជាបុគ្គលដែលចែកចាយនៅបាទការចែកចាយដល់ល្បីល្បាញទេគឺធម្មតាគឺជាបាទកម្មករជាកសិករមួយរូបហើយដែលខ្ញុំជីវិតរបស់ខ្ញុំតែងតែគិតថាខ្ញុំនៅមានជីវិតខ្ញុំត្រូវមានការចែករំលែក I know I share ហើយខ្ញុំក៏យល់ថាធម្មទានល្អលើសទៀងបាទល្អខ្ពង់ខ្ពស់លើសទៀនទាំងពួងអញ្ចឹងបាទខ្ញុំធ្វើយកការចែករំលែកនេះបាទខ្ញុំចេះតិចតួចខ្ញុំចែករំលែកតិចតួចបងប្អូនណាមិនសូវជាចេះអីបាទក៏មើលហ្នឹងទៅបងប្អូនណាចេះលើហ្នឹងក៏មើលតទៀតបាទឥឡូវថ្ងៃនេះយើងចូលទៅនៅក្នុងមាតិការបស់យើងតែម្ដងបងប្អូនបាទទោះបីជាថៃយ៉ាងម៉េចក៏ដោយបាទប្រែកលេសកលិចយ៉ាងដូចម្ដេចក៏ដោយក៏ប្រទេសកម្ពុជាយើងគឺនៅតែរក្សាគោលជំហរដោះស្រាយវិបត្តិព្រំដែនបាទដែលបានចំណាយបាទរាប់ចូលខែហើយបងប្អូនណាវិបត្តិព្រំដែននេះបាទដែលធ្វើឲ្យប្រទេសប្រជាជនកម្ពុជាយើងនឹងប្រទេសរបស់យើងនឹងខ្ទេចខ្ទាំមួយចំនួនហើយក៏ធ្វើឲ្យប្រជាពលរដ្ឋបាទ50,000នាក់បាទគឺជំនះគ្មានផ្ទះសម្បែងហើយយើងឃើញថាវិបត្តិនឹងនៅតែមានបាទក្រោមការដឹកនាំរបស់បាទលោកអានុទីនហើយដែលជាមានរដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកសៀស័កដែលយើងឃើញថានៅក្នុងនោះគឺចោតសំណួរមកតែ2អ្នកនឹងទេភាគច្រើនបំផុតបាទអញ្ចឹងគឺគាត់10នាយករដ្ឋមន្ត្រីហើយគាត់បានហែកចោលនៅ MOU បាទគឺបាទដោយអនុម័តក្នុងសភារបស់គាត់គឺបាទលុបចោលនៅ MOU ដោយឯកតោភាគីដែលជាការពិភាក្សាដោយទ្វេភាគីអញ្ចឹងពេលដែលគាត់បាទចង់និយាយថាគាត់លុបចោលហើយគឺគាត់បោះចោលនៅការដោះស្រាយទ្វេភាគីប៉ុន្តែគ្រាន់តែថាយើងនិយាយពីបញ្ហាព្រំដែនដែនគោករបស់យើងយើងអត់ទាន់នេះឥឡូវយើងទៅបកទៅដែនទឹកមួយទៀតអញ្ចឹងវាទៅជា2វិបត្តិដែរបងប្អូនណា2វិបត្តិដែរអញ្ចឹងប្រទេសថៃគឺនៅតែចោទប្រកាន់យើងថាយើងនឹងគឺបាទមិនគោរពបាទនៅកិច្ចសន្យាមិនអីចឹងគឺគាត់បែរជាចោទយើងវិញបាទឥឡូវនេះគាត់ចោទយើងយ៉ាងខ្លាំងគាត់ថាទៅនិយាយទៅអង្គការសហប្រជាជាតិនិយាយទៅសហគមន៍អន្តរជាតិថាយើងនឹងគឺបិទទ្វារនៅការចរចាទ្វេភាគីឲ្យចំណែកគាត់ជាអ្នកបិទខ្លួនគាត់ចោទប្រទេសកម្ពុជាតែទោះបីយ៉ាងណាក៏ដោយរដ្ឋាភិបាលនៅតែបដិសេធថារដ្ឋាភិបាលគឺរក្សានូវធម៌អហិង្សាគឺនិយាយរំទៅធ្វើដោយសន្តិវិធីធ្វើដោយការទូតបាទហើយសូមបងប្អូនមួយរយៈនេះយើងឃើញថាមានការបន្ទុះសារាយគ្នានៅតំបន់ព្រំដែនដែលទាហានគឺរុលគ្នាទៅវិញទៅមកហើយចំពោះខ្ញុំអ្នកដែលតាមដានគឺខ្ញុំភ័យខ្លាចតែមានការប៉ះទង្គិចគ្នាដែលសៀមប្រើល្បិចដើម្បីបង្កើតសង្គ្រាមនោះទេបងប្អូនបាទហ្នឹងហើយចំពោះប្រទេសកម្ពុជាយើងគឺយើងយកផ្លូវច្បាប់បាទយកដោះស្រាយហើយចំណែកឯប្រទេសបាទសៀមគឺគាត់យកកម្លាំងគឺជាកម្លាំងយោធារបស់គាត់នឹងឯងគាត់អាងកម្លាំងយោធារបស់គាត់ហ្នឹងណាបងប្អូនបាទមិនជាថ្មីអីទេបាទគាត់ធ្វើទៅបាទសំណាញ់ច្បាប់នៅតែបាទដរាបណាពិភពលោកនៅមានគឺច្បាប់នៅតែមានអញ្ចឹងឯងបងប្អូនបាទពីម្សិលមិញនេះឯងគឺការដែលយើងបានរយៈយើងមានការផ្ទុះបាទថ្ងៃនេះថ្ងៃ5ហើយបងប្អូនបាទថ្ងៃ5ហើយម្សិលមិញ
បាទយើងឃើញថាលោកគ្រូពេទ្យតង់ហ្នឹងគាត់ចេញមកថាឥឡូវហ្នឹងគឺគាត់អាចផលិតមាតិកាបន្តទៀតប៉ុន្តែផលិតកម្មគាត់មុនក៏លុបចោលអស់អាហ្នឹងទៅណាវិញអាហ្នឹងវាយើងវាឆ្ងល់ដែរតើវាអាចមកវិញដែរឬទេព្រោះមាតិកាហ្នឹងគឺល្អសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងយល់ដឹងពីផ្នែកសុខភាពអញ្ចឹងណាបាទឥឡូវលុបចោលបាត់ចាអាហ្នឹងអាចមកវិញទេបងប្អូនបាទខ្ញុំគិតទៅតែគាត់បន្សល់នៅ file នៅវីដេអូចាស់របស់គាត់អត់បាទឥឡូវគាត់អាចផលិតវីដេអូសារដើមមកវិញគឺបាទគណៈពេទ្យហ្នឹងបាទគណៈគ្រូពេទ្យខាងសុខាភិបាលគឺគេអនុញ្ញាតឲ្យគាត់មកវិញបាទអញ្ចឹងមានមតិខ្លះគាត់ថាតតប្រជាជនដាក់ភូមិអញ្ចឹងបានខាងបាទក្រសួងមន្ទីរពាក់ព័ន្ធហ្នឹងបានគាត់ចាប់ផ្ដើមថាចេះថាចុះបាទបុគ្គលប្រជាជននៅស្ងប់ស្ងៀមហើយគាត់ធ្វើរឿងបាត់ទៅស្ងប់ស្ងៀមបាទហ្នឹងហើយអញ្ចឹងចលនាមហាជនគឺក៏ល្អខ្លាំងដែរបងប្អូនយើងរួបរวมគ្នាយើងបញ្ចេញបងប្អូនជាបញ្ញវន្តដូចជាបណ្ឌិតគិនភាគាត់និយាយអញ្ចឹងបាទណាគាត់ថាបញ្ញវន្តបាទអីសូមអភ័យទោសបាទដែលជាបណ្ឌិតគិនភាឬក៏យើងពៅខ្ញុំភ្លេចអាហ្នឹងមួយបាទបងប្អូនណាបងប្អូនស្រាវជ្រាវខ្លួនឯងទៀតប៉ុន្តែគាត់សម្ដីគាត់ថាអ្នកប្រាជ្ញឬក៏អ្នកចេះដឹងអ្នកបញ្ញវន្តអីហ្នឹងបាទនោះឡើងប្រសិនបើយើងមានការចែករំលែកអីមួយដែលល្អសម្រាប់សង្គមជាតិកុំឲ្យប៉ះពាល់ដល់សង្គមជាតិណាបាទសម្រាប់សង្គមជាតិយើងឡើងក្រោកឈឹងកុំឲ្យធ្វើហើយដូចអាជីកទឹកបាទបានស្ដីបន្ទោសអត់មានការដែលជួយគ្នាយកកុំយកគេថាមិនបានជួយយកជើងរាទឹកអីហ្នឹងគឺយើងជួយគ្នាបាទបញ្ចេញយោបល់មកឃើញការពិតនិយាយការពិតក៏មកអត់ឃើញនិយាយអីសោះបាទជាបណ្ឌិតជាបញ្ញវន្តអីដែរហ្នឹងខ្ញុំសូមនិយាយទៅនិយាយហ្នឹងគឺមិនមែននិយាយក្នុងការផ្លាយផ្កាទេសូមឲ្យបងប្អូនទាំងអស់គ្នាខ្មែរយើងរួបរวมគ្នាឲ្យយើងធ្វើចឹងបានល្អបាទ បងប្អូនឥឡូវនេះគឺយើងឃើញថាលោក Donald Trump គឺបាទយើងក៏រងចាំមើលតទៀតប៉ុន្តែព័ត៌មានជាបឋមឃើញថាសភាគឺអាមេរិកហ្នឹងគឺខ្ញុំបាននិយាយយូរហើយបងប្អូនស្ត្រូលនៅក្នុងការចែករំលែករបស់ខ្ញុំទាយអត់ខុសខ្ញុំទាយថាសហរដ្ឋនោះខ្ញុំទាយរហូតថាអ៊ីស្រាអែលនិងអាមេរិកអាចនឹងបាត់បង់ផែនទីនៅលើពិភពលោកដូចខ្ញុំហ៊ានដាក់ដល់អញ្ចឹងណាបាទនៅក្នុងហ្នឹងខ្ញុំធ្វើការចែករំលែករបស់ខ្ញុំហើយខ្ញុំថាហើយខ្ញុំបន្តមកបន្តិចវីដេអូដែលខ្ញុំថាសហរដ្ឋអាមេរិកនឹងដកចេញខ្លួនឯងសហរដ្ឋអាមេរិកនឹងបញ្ឈប់សង្គ្រាមដោយខ្លួនឯងបាទហើយខ្ញុំលើកតលេកថាផ្សេងថាដូចជាប្រជាជនអាមេរិកគេមិនឲ្យធ្វើសភាអាមេរិកគេមិនឲ្យធ្វើអីចឹងណាតើឥឡូវយើងឃើញពិតប្រកបអ្វីដែលខ្ញុំការទូទាយរបស់ខ្ញុំដែលខ្ញុំទូទាយមកថាអ្នកថាយកឈ្នះលើអ៊ីរ៉ង់ថាมันអាចឈ្នះទេបាទបើមិនធ្វើការវាយប្រហារហើយវាយមិនក៏ទៅបានព្រោះអ៊ីរ៉ង់បានត្រៀមទុកយូរហើយមិនយើងថាចង់ឈ្នះចង់ចាញ់ទេប៉ុន្តែគាត់ថាអ្វីដែលគាត់នេះគឺលើអាណត្តិរបស់គាត់បងប្អូនដឹងហើយគេឲ្យប្រហែល2ខែ60ថ្ងៃទៅធ្វើបានហ្នឹងទី1ហើយទី2សភារបស់អាមេរិកគេបោះមិនបោះឲ្យហ៎ធ្វើសង្គ្រាមបន្តទៀតឲ្យដកតបថយឥឡូវក៏ឲ្យដកតបថយណាបាទណាបាទពីម្សិលមិញថ្ងៃ4ថ្ងៃនេះថ្ងៃ5ណាបងប្អូនណាអញ្ចឹងយើងឃើញទេអញ្ចឹងរបត់នយោបាយលឿនណាស់អញ្ចឹងពេលដកតយតើអ៊ីស្រាអែលទៅយ៉ាងណាឡាស់ហើយបាទបងប្អូនប៉ុន្តែខ្ញុំថាទោះបីមិនគាត់នៅបន្តព្រោះឥឡូវគឺការចរចាគ្នាជាមួយនឹងក្រុម Hezbollah ជាមួយនឹងអ៊ីស្រាអែលនឹងមិនដឹងទីយ៉ាងម៉េចយើងរងចាំមើលលទ្ធផលនៃការចរចាដែលមានអាមេរិកធ្វើជាបាទអ្នកសម្របសម្រួលបាទនៅសហរដ្ឋអាមេរិកដែរនោះហើយក្រុម Hezbollah គេគ្រប់គ្រងដោយអ៊ីរ៉ង់បាទហើយអ៊ីស្រាអែលគឺនៅតែធ្វើការវាយប្រហារទៅលើប្រទេសលីបង់ដែលទន្ទ្រានលើលីបង់ច្រើនបាទអញ្ចឹងយើងរងចាំមើលតទៅទៀតបងប្អូនណាក្នុងបរិបទនយោបាយមួយនេះយើងថាសង្គ្រាមខ្ញុំបន់ឲ្យតែចប់ដកនឹងចេញអស់ទៅហើយសមុទ្រហុមកឲ្យប៉ុន្តែចំពោះសំណងសងទៅលើប្រទេសអ៊ីរ៉ង់នឹងទៅបែបណាយើងអត់ដឹងទេយើងរងចាំមើលតទៅទៀតតើវាមានបញ្ហាយ៉ាងដូចម្ដេចបាទអរគុណច្រើនបងប្អូនជួយ like ជួយ share ទាំងអស់គ្នាដើម្បីឲ្យ page របស់ខ្ញុំនឹងគឺមានវារីកបាត់ទៅមុខហើយឲ្យបងប្អូនទាំងអស់គ្នានឹងគឺបានយល់ដឹងនៅចំណេះដឹងខ្លះមួយចំនួនហើយថ្ងៃក្រោយទៀតបាទបងប្អូនខ្ញុំនឹងមានការចែករំលែកទៅលើផ្នែកលោកធម៌ឬក៏នៅក្នុងសង្គមឬក៏វិបត្តិអីផ្សេងបាទឯខ្ញុំមិនមែនជាអ្នកដែលនេះអីទេប៉ុន្តែគាត់ថាខ្ញុំ I know I share ខ្ញុំដឹងខ្ញុំចែករំលែកតិចតួចបាទអនុគ្រោះផងដែរបងប្អូនចេះច្រើនជាងខ្ញុំបងប្អូនចេះច្រើនជាងខ្ញុំតែបងប្អូនអត់ចែករំលែកគឺស្មើសូន្យបងប្អូនណាបាទមានលុយរាប់លានដុល្លារប៉ុន្តែទុកចោលនឹងកប់ចោលអត់យកទៅចែករំលែកគេជួយអ្នកក្រស្មើសូន្យបាទមនុស្សគ្មានគុណធម៌មនុស្សគ្មានការចែករំលែកអីទេអញ្ចឹងមានចំនួនលុយផ្សេងខ្ញុំអត់មានលុយអត់មានអីបងប្អូនខ្ញុំមានចំណេះដឹងតិចតួចខ្ញុំចែករំលែកបងប្អូនអញ្ចឹងអ្នកដែលមានចំណេះដឹងបញ្ញវន្តឬក៏ជា
បណ្ឌិតអីផ្សេងៗអត់មានការចែកម្លែកគឺស្មើ0 បាទនេះអត់មានអីទៅមុខទេបាទហើយមិនបាច់អួតទេបាទគឺស្មើ0ហើយបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អរកស៊ីមានបានទៅណាមកណាសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាបាទអរគុណ